bà xâm chụp điệp số đó là bọc mai bong pháo tiếng khung nâng cài vật tế thay nick chấm bát lê hồ sắn bà có bàn cho số sụp tục mặt đỏ là chụp rót hay có bàn chụp nơi mình cùng pria bọc mặt đáy pì nè bong pháo bà để cọt chi diêm to số nơi khung chi vật bà đồ xì chỉnh châm chi vật tăng pi phần năng hai bà chơi thưa ông bó bà này ông bó cọt thưa hay này cứ cọt com chi diêm prang cặp bà đào này cứ đầm bay một thưa ông bó lụa không một ngày mình đang chỉ khmôi rồi bàn vào màn thế được chứ này cái này trong chỉ cầm thò có vô bờ đầm miền này đầm bay ở đằng ba làm ắt bị khmôi này tầm đòn bà trong sông xua tầm đòn con mua ấy đã con chia sẻ đất mua ấy chia sẻ đất dụng màn đã hỏi dụng màn cho năm con môi cho năm dân nạ tìm màn nạ tìm môi hay phone là dụng màn đã dụng 4 ឆ្នាំណារៀនដែរអត់ទេណារៀនដែរបាទរៀននៅសាលាណាអូនសាលាមកខ្ញុំដែរសាលាតប៉ាងហ្នឹងណាសាលានោះតប៉ាងណាមានតប៉ាងទៅហួរតប៉ាងទៀតតប៉ាងទៀតទៅដើរហ្មងទៅមួយយ៉ាងម៉េចទៅដើរអត់ទៅដើរមានកង់ជិះទេណាបាទហើយសប្តាហ៍នេះពុកម្ដាយទៅណាអស់ហើយកូនពុកទៅណាដឹងពុកខ្ញុំដឹងគាត់ស្លាប់នៅណាយអត់ដឹងពុកស្លាប់បាត់ហើយណាបាទហើយម្ដាយទៅថៃអត់ឃើញមក2ឆ្នាំហើយអូ2ឆ្នាំហើយមានន័យថាកូន2ឆ្នាំនេះតស៊ូដោយខ្លួនឯងឬមួយយ៉ាងម៉េចតស៊ូរស់ខ្លួនឯងតែម្ដងណាបាទអូហើយសប្តាហ៍នេះកូនប្រកបមុខរបរអីដែរកាប់អំបោះណាធ្វើអំបោះនេះណាអំបោះមួយនេះកូនលក់បានប្រហែលដែរកូន500ហើយក្នុងមួយថ្ងៃកូនលក់បានប្រហែលបាច់ដែរបាន2-3បាច់2-3បាច់1000-2000ណាហើយបានលុយមក1000-2000ហ្នឹងកូនយកធ្វើអីទិញកហូបណាបាទទិញកពីអ្នកបងប្អូនហ្នឹងលំបាកកូនលំបាកបាទមែនតើតែម្ដងណាហើយសប្តាហ៍ថ្ងៃនេះគឺរស់នៅតែពីអ្នកបងប្អូនទេបាទពីអ្នកបងប្អូនអរគុណឥឡូវកាមេរ៉ាជួយចាប់នេះគឺជាខ្ទមរបស់គាត់បាទដូច្នេះថ្ងៃនេះក៏បានដឹងព័ត៌មានពីក្មួយប្រុសក្មួយអាយុ6ឆ្នាំเนาะឈ្មោះអីបញ្ជាក់ម្ដងទៀតបានស៊ីសរិទ្ធเนาะជាម្ដាយទៅថៃ2ឆ្នាំហើយអត់ដែលឃើញផ្ដល់ដំណឹងអីសោះเนาะក៏ដែលផ្ញើលុយហ្នឹងមិនដែរទៅអត់ដែរសោះហ្មងបាទហើយអញ្ចឹងដែរក៏សូមអំពាវនាវទៅដល់បងប្អូនសម្រាប់ជនទាំងអស់បាទសូមមេត្តាជួយ share คลิปវីដេអូនេះដើម្បីឲ្យម្ដាយរបស់គាត់ដែលទៅចោលកូនទាំងពីរនាក់បាទមើលចោះបាទហើយនេះជាកូនច្បងអាយុ6ឆ្នាំទេចេះប្រកបមុខរបរបាទកាប់អំបោះគឺយើងឃើញហើយគឺมันអាចទប់ទឹកភ្នែកបានទេនៅជីវិតដ៏សែនកំសត់របស់ក្មេងដែលគ្នាខំតស៊ូព្រោះតែចិញ្ចឹមអញ្ចឹងដែរចិញ្ចឹមជីវិតអញ្ចឹងដែរសូមជេងអ្នកមីងមកខាងនេះជាមួយខ្ញុំបន្តិចខ្ញុំចង់សួរលម្អិតពីអ្នកមីងដែលនៅចិត្តនេះបាទអរគុណបាទអ្នកមីងអង្គុយមកនេះបាទហ្នឹងនៅនឹងចឹងអរគុណអ្នកមីងនៅអ្នកចិត្តខាងនៅទីនេះខ្ញុំអ្នកចិត្តខាងបាទអ្នកមីងក្មេងទាំងពីរនាក់នេះនិយាយពិតឬមកយ៉ាងម៉េចដែរនិយាយពិតហ្មងកំសត់មែនតើចាសូម្បីតែខ្ញុំមកជួបក៏ខ្ញុំមានទឹកភ្នែកអន្តតសូដែលឃើញក្មេងដែលវេទនាតស៊ូចាខ្ញុំនៅចិត្តខាងហ្នឹងហើយព្រោះឃើញវេទនាវាជ្រុលសូម្បីតែកង់មានជីផ្ទះក៏ឃើញចាបាទសូម្បីតែស្បៀងអាហារណាចានេះរកបានតែមួយថ្ងៃ1000ទេចាឃើញចៅដើរសុំបាយលោកដើរសុំមីងមានៃភូមិអញ្ចឹងគឺថាខ្ញុំអត់វេទនាចុះចៅបានដឹងធ្វើម៉េចខ្ញុំវាអត់ដែរបាទអរគុណអញ្ចឹងកូនទៅចិត្តណាកូនទៅពេលទៅចិត្តទេចាំមើលអត់នឹងទីយើងបាទកុំយំហើយអរគុណណាហើយនឹកម្ដាយគាត់ណានៅទៅពីអ្នកបងប្អូនណាចង់ឲ្យម្ដាយមកវិញគាត់ចង់ឲ្យម្ដាយមកវិញហ្នឹងហើយអញ្ចឹងដែរដូច្នេះបងប្អូនយើងបានឃើញហើយនៅជីវិតដ៏សែនកំសត់របស់ក្មេងពីរអ្នកបងប្អូនបាទដែលគ្នាខំព្យាយាមរកថវិកាដើម្បីចិញ្ចឹមជីវិតបាទនេះជារឿងមួយដែលខ្ញុំបាទស្មានមិនដល់ទេបាទតែពេលដែលខ្ញុំបាទចុះមកដល់ទីនេះគឺ
អាសូរមែនតែននៅជីវិតរបស់ក្មេងដូច្នេះខ្ញុំសូមអំពាវនាវទៅដល់បងប្អូនសម្រាប់ជនបាទទាំងក្នុងនិងក្រៅប្រទេសបាទយើងចូលរួមជួយបាទទោះបី 10000 20000 ក្តីបាទតាមសទ្ធារបស់បងប្អូនដើម្បីជួយដល់ក្មេងដែលទើបតែមានអាយុ 6 ឆ្នាំដែលគ្នាខំតស៊ូបាទស្វែងរកថវិកាដើម្បីចិញ្ចឹមក្រពះក្នុងមួយថ្ងៃគឺបងអូនក្មួយចងជាបាច់នេះបាទលក់មកបានមួយបាច់ 500 ហើយក្នុងមួយថ្ងៃលក់បានតែ 2-3 បាច់ទេយកមកទិញក៏បានប្រហែលដែរកូន 1000 នោះបានប្រហែលគីឡូ បាន1គីឡូ 1500បាន1គីឡូណា បាទ 1គីឡូហូបបានប្រហែលពេលដែរ ហូបបាន2-3ពេល បាន 2-3 ពេលដែរណាចេះតែរស់បានអញ្ចឹងហូបជាមួយអីដែរអំបិលអីទៅអញ្ចឹងទៅ អំបិល អញ្ចឹងអរគុណចាំមើលអ៊ំនឹងព្យាយាមរកជំនួយណាកូនណា បាទ ចាំអ៊ំរកជំនួយដើម្បីជួយក្មួយណាកុំគិតច្រើនណាឥឡូវអ៊ំក៏អត់មានអីដែរអ៊ំអត់មានអីទេមានទុកលុយនេះទិញម្ហូបណាកូនណាចាំមើលតម្រាំអ៊ំដោះស្រាយចេញហើយអ៊ំអត់មានអីទេថ្ងៃនេះមានណែកូនយកប៉ាក៏អស់លុយដែរអត់មានលុយទេនៅសល់តែប៉ុណ្ណេះទេណានេះយកលុយប៉ុណ្ណេះសិនគាត់ណាទុកមើលសិនកូនយកទៅទុកទិញអីពិសាណាគាត់ណាទិញនេះបានដល់ 40000 រៀលទេគាត់ណាប៉ាអត់ដែរអរគុណហើយអត់អីសប្បាយចិត្តទេគាត់ណាសប្បាយចិត្តហើយទុកចាយទៅតម្រាំដល់ប៉ាអំពីវនីវដើម្បីជួយដល់ក្មួយបន្ថែមទៀតណាបាទអរគុណហើយអញ្ចឹងក៏ពីវនីវទៅដល់បងប្អូនសម្រាប់ជនបាទទាំងក្នុងនិងក្រៅប្រទេសដែលលោកស្រីមានចិត្តអាណិតអាសូរទៅដល់ប្រជាពលរដ្ឋសូមបងប្អូនមេត្តាជួយផងបាទព្រោះគុំសត់មែនតែនតែម្ដងបាទសូមអរគុណបាទអរគុណចា៎